សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងលើកយកសៀវភៅមួយកបាលមកសង្ខេបជូនអ្នកទាំងអស់គ្នាស្ដាប់ដែលមានចំណងជើងថា Change your mindset to achieve success ឬបកប្រែជាភាសាខ្មែរថាផ្លាស់ប្ដូរផ្នត់គំនិតមិនរីកចម្រើនដើម្បីភាពជោគជ័យនិពន្ធដោយ L.A. Haynen ដែលនឹងជួយឲ្យអ្នកអាចអភិវឌ្ឍវិន័យខ្លួនឯងដើម្បីសម្រេចបាននូវគោលដៅនិងកែលម្អគុណភាពជីវិតមេរៀនទី1ទទួលស្គាល់និងផ្លាស់ប្ដូរផ្នត់គំនិតមិនរីកចម្រើនឬ fixed mindset ទៅជាផ្នត់គំនិតរីកចម្រើនឬ growth mindset លោក Carol Dweck ដែលជាអ្នកចាត់សារដ៏ល្បីល្បាញបានពន្យល់ថាផ្នត់គំនិតមិនរីកចម្រើនគឺជាការជឿថាសមត្ថភាពដូចជាភាពឆ្លាតវៃឬទេពកោសល្យគឺជាលក្ខណៈដែលបានកំណត់មកពីកំណើតដែលមិនអាចផ្លាស់ប្ដូរបានមនុស្សដែលមានផ្នត់គំនិតបែបនេះតែងតែខ្លាចការបរាជ័យព្រោះពួកគេគិតថាការបរាជ័យបង្ហាញពីភាពអន់ខ្សោយរបស់ពួកគេក៏មិនចូលចិត្តឃើញអ្នកដទៃជោគជ័យដែរព្រោះគិតថាវាធ្វើឲ្យពួកគេមើលទៅខ្សោយជាងអ្នកដទៃផ្ទុយទៅវិញផ្នត់គំនិតរីកចម្រើនគឺការជឿថាសមត្ថភាពនិងទេពកោសល្យជាអ្វីអាចអភិវឌ្ឍបានតាមរយៈការខិតខំប្រឹងប្រែងការរៀនសូត្រពីកំហុសនិងការតស៊ូមនុស្សដែលមានផ្នត់គំនិតបែបនេះយល់ថាការបរិជ័យជាឱកាសដើម្បីរៀនសូត្រមិនមែនជាទីបំផុតនោះទេពួកគេរីករាយប្រឈមមុខនឹងបញ្ហាផ្សេងៗនិងទទួលយកមតិកែលម្អដើម្បីកែលម្អខ្លួនឯងការផ្លាស់ប្ដូរផ្នត់គំនិតបែបនេះគឺជាមូលដ្ឋានគ្រឹះសម្រាប់ការសម្រេចបាននូវសក្តានុពលពេញលេញរបស់អ្នកឧទាហរណ៍ថាអ្នកចង់រៀនភាសាបារាំងអ្នកមានផ្នត់គំនិតមិនរីចម្រើននឹងនិយាយថាខ្ញុំមិនដែលពូកែភាសាទេកាលពីនៅរៀនភាសាអង់គ្លេសក៏ខ្ញុំមិនចេះដែរខ្ញុំគិតថាខ្ញុំគ្មានទេពកោសល្យខាងភាសាទេនោះលទ្ធផលអ្នកនឹងមិនចាប់ផ្ដើមរៀនឬបោះបង់យ៉ាងលឿននៅពេលជួបការលំបាកបន្តិចបន្តួចចំណែកអ្នកដែលមានផ្នត់គំនិតរីចម្រើនខ្ញុំមិនទាន់ចេះភាសាបារាំងទេប៉ុន្តែខ្ញុំជឿថាបើខ្ញុំខិតខំរៀនពាក្យថ្មីៗហាត់និយាយជាប្រចាំខ្ញុំនឹងអាចនិយាយបានវាត្រូវការពេលវេលានិងការអនុវត្តនោះលទ្ធផលអ្នកនឹងចាប់ផ្ដើមរៀនស្វែងរកគ្រូឬកម្មវិធីរៀនភាសាអនុវត្តជាប្រចាំទោះបីជួបការលំបាកក៏បន្តព្យាយាមរហូតអាចនិយាយភាសាបារាំងបានល្អប្រសើរមេរៀនទី2កំណត់គោលដៅឲ្យបានច្បាស់លាស់និងអាចវាស់វែងបានឬ SMART goals ការកំណត់គោលដៅគឺជាជំហានដំបូងនៅក្នុងការផ្លាស់ប្ដូរបំណងប្រាថ្នារបស់អ្នកឲ្យទៅជាការពិតប្រសិនបើគោលដៅមិនច្បាស់លាស់យើងងាយនឹងវង្វេងឬបាត់បង់ការលើកទឹកចិត្ត SMART goals គឺជាពាក្យកាត់មកពីពាក្យថា specific measurable achievable relevant timeline អ្នកត្រូវសួរសំណួរទាំងអស់នេះមកកាន់ខ្លួនដូចជាទី1 specific តើអ្នកចង់សម្រេចអ្វីឲ្យពិតប្រាកដចម្លើយត្រូវតែជាក់លាក់ទី2 measurable តើអ្នកនឹងដឹងដោយរបៀបណាថាអ្នកបានសម្រេចគោលដៅនោះតើមានសូចនាការអ្វីខ្លះចម្លើយត្រូវតែច្បាស់លាស់និងអាចវាស់វែងបានទី3 achievable តើគោលដៅនេះប្រកបនិយមនិងអាចសម្រេចបានដែរឬទេដោយផ្អែកលើធនធាននិងសមត្ថភាពរបស់អ្នកចម្លើយត្រូវតែប្រកាសថាអ្នកមានសមត្ថភាពអាចធ្វើវាបានទី4 relevant តើគោលដៅនេះពាក់ព័ន្ធនឹងចក្ខុវិស័យឬគោលបំណងធំរបស់អ្នកដែរឬទេចម្លើយត្រូវតែពាក់ព័ន្ធនឹងគោលដៅធំរបស់អ្នក timeline តើពេលណាជាថ្ងៃកំណត់សម្រាប់គោលដៅនេះអ្នកត្រូវកំណត់ពេលវេលាអនុវត្តសកម្មភាពឲ្យបានច្បាស់លាស់មេរៀនទី3បង្កើតទម្លាប់ល្អនិងលុបបំបាត់ទម្លាប់អាក្រក់អ្នកនិពន្ធ James Clear នៅក្នុងសៀវភៅ Atomic Habits របស់គាត់បានពន្យល់ថាភាពជោគជ័យមិនមែនជាលទ្ធផលនៃការផ្លាស់ប្ដូរដ៏ធំដុំនោះទេប៉ុន្តែវាជាផលបូកនៃទម្លាប់តូចៗដែលអ្នកបានអនុវត្តជារៀងរាល់ថ្ងៃទម្លាប់គឺជាសកម្មភាពស្វ័យប្រវត្តិដែលយើងធ្វើដោយមិនចាំបាច់គិតច្រើនការបង្កើតទម្លាប់ល្អដូចជាការអានសៀវភៅការសន្សំលុយការរៀននឹងនាំអ្នកទៅរកលទ្ធផលវិជ្ជមានរយៈពេលវែងផ្ទុយទៅវិញទម្លាប់អាក្រក់ដូចជាការពន្យាពេលការចំណាយខ្ជះខ្ជាយនិងរារាំងភាពរីកចម្រើនរបស់យើងឧទាហរណ៍ថាអ្នកមានទម្លាប់អាក្រក់ចូលគេងយប់ជ្រៅដោយសារមើលទូរទស្សន៍ឬលេងទូរស័ព្ទច្រើនម៉ោងដែលធ្វើឲ្យភ្ញាក់ពីគេងយឺតនិងអស់កម្លាំងដើម្បីផ្លាស់ប្ដូរទម្លាប់នេះអ្នកត្រូវដាក់ទូរស័ព្ទឲ្យឆ្ងាយពីក្រែហើយដាក់សៀវភៅនៅក្បែរក្រែរៀងរាល់យប់មុនពេលគេងជំនួសឲ្យការលេងទូរស័ព្ទអ្នកមកអានសៀវភៅរយៈពេល15ទៅ20នាទីវិញមេរៀនទី4អភិវឌ្ឍភាពអត់ធ្មត់និងរៀនពីកំហុសខ្លួនឯង
ការអត់ធ្មត់គឺជាសមត្ថភាពមួយនៅក្នុងការសម្របខ្លួននិងងើបឡើងវិញពីភាពលំបាកឧបសគ្គឬសម្ពាធវាមិនមែនមានន័យថាអ្នកមិនមានអារម្មណ៍ឈឺចាប់ឬខកចិត្តនោះទេប៉ុន្តែវាមានន័យថាអ្នកអាចគ្រប់គ្រងអារម្មណ៍ទាំងនោះហើយបន្តដើរទៅមុខនៅក្នុងជីវិតគ្មាននរណាម្នាក់ជៀសផុតពីការបរាជ័យឬកំហុសឆ្ងល់នោះទេអ្វីដែលសំខាន់គឺរបៀបដែលយើងប្រតិកម្មចំពោះអ្វីមួយដែលបានកើតឡើងបុគ្គលដែលជោគជ័យតែងតែមើលឃើញកំហុសថាជាឱកាសនៃការរៀនសូត្រពួកគេវិភាគពីអ្វីដែលបានកើតឡើងរៀនពីវាហើយកែលម្អវិធីសាស្ត្ររបស់ពួកគេសម្រាប់ពេលក្រោយឧទាហរណ៍ថាអ្នកជាម្ចាស់អាជីវកម្មចាប់ផ្ដើមថ្មីមួយដែលបានប្រកើតផលិតផលថ្មីមួយប៉ុន្តែការលក់មិនបានល្អដោយការរំពឹងទុកជំនួសឲ្យការគិតថាផលិតផលខ្ញុំអន់ខ្ញុំគ្មានសមត្ថភាពទេខ្ញុំគួរតែបោះបង់ចោលអាជីវកម្មនេះអ្នកអាចគិតថាការលក់មិនបានល្អមិនមែនមានន័យថាផលិតផលខ្ញុំអន់ទាំងស្រុងនោះទេតើខ្ញុំអាចរៀនអ្វីខ្លះពីបញ្ហានេះប្រហែលជាខ្ញុំមិនទាន់យល់ច្បាស់ពីតម្រូវការទីផ្សារឬប្រហែលជាយុទ្ធសាស្ត្រទីផ្សាររបស់ខ្ញុំមិនទាន់មានប្រសិទ្ធភាពខ្ញុំនឹងប្រមូលមតិកែលម្អពីអតិថិជនស្រាវជ្រាវទីផ្សារបន្ថែមនិងកែប្រែផលិតផលឬយុទ្ធសាស្ត្រទីផ្សាររបស់ខ្ញុំមេរៀនទី5ហ៊ានចេញក្រៅពីតំបន់សុខស្រួលឬ comfort zone តំបន់សុខស្រួលគឺជាស្ថានភាពផ្លូវចិត្តដែលយើងមានអារម្មណ៍សុវត្ថិភាពមិនមានហានិភ័យហើយយើងអាចគ្រប់គ្រងស្ថានភាពបានយ៉ាងងាយស្រួលនៅក្នុងតំបន់នេះយើងមិនចាំបាច់ប្រឈមមុខនឹងការភ័យខ្លាចឬភាពមិនប្រកបប្រជានោះទេទោះជាយ៉ាងណាក៏ដោយការរីកចម្រើនផ្ទាល់ខ្លួននិងវិជ្ជាជីវៈភាគច្រើនកើតឡើងនៅពេលដែលយើងបោះជំហានចេញពីតំបន់នេះការចេញពីតំបន់សុខស្រួលជួយឲ្យយើងពង្រីកដែនកំណត់របស់យើងបង្កើនទំនុកចិត្តរៀនជំនាញថ្មីៗនិងស្វែងរកឱកាសដែលយើងមិនធ្លាប់ដឹងពីមុនមកវាអាចមានអារម្មណ៍មិនស្រួលនៅពេលដំបូងប៉ុន្តែលទ្ធផលគឺមានតម្លៃឧទាហរណ៍ថាអ្នកជាអ្នកសរសេរកម្មវិធី programmer ដែលធ្វើការនៅក្រុមហ៊ុនមួយជាធម្មតាអ្នកធ្វើការតែម្នាក់ឯងអ្នកត្រូវបានផ្ដល់ឱកាសឲ្យដឹកនាំក្រុមតូចមួយសម្រាប់គម្រោងថ្មីបើអ្នកជាមនុស្សចង់នៅក្នុងតំបន់សុខស្រួលអ្នកនឹងគិតថាខ្ញុំមិនដែលដឹកនាំក្រុមទេខ្ញុំមិនពូកែតាក់ទងជាមួយមនុស្សច្រើនទេខ្ញុំខ្លាចធ្វើឲ្យខូចគម្រោងខ្ញុំនៅតែចង់ធ្វើការម្នាក់ឯងនោះអ្នកនឹងបដិសេធឱកាសរីកចម្រើនប៉ុន្តែបើអ្នកចេញពីតំបន់សុខស្រួលអ្នកនឹងគិតថានេះជាឱកាសដ៏ល្អដើម្បីរៀនជំនាញថ្មីទោះបីជាខ្ញុំមិនធ្លាប់ដឹកនាំពីមុនមកក៏ដោយខ្ញុំនឹងព្យាយាមទទួលយកការប្រឈមស្វែងរកវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំអនុវត្តការដឹកនាំរហូតក្លាយជាអ្នកដឹកនាំក្រុមដ៏ល្អម្នាក់មេរៀនទី6ស្វែងរកអ្នកណែនាំ mentor និងបង្កើតបណ្ដាញទំនាក់ទំនង networking គ្មាននរណាម្នាក់ជោគជ័យបានដោយឯកឯងនោះទេការមានអ្នកណែនាំគឺជាអំណោយដ៏អស្ចារ្យអ្នកណែនាំគឺជាបុគ្គលដែលមានបទពិសោធន៍ច្រើនជាងយើងក្នុងវិស័យណាមួយហើយអាចផ្ដល់ដំបូន្មានការណែនាំនិងការគាំទ្រដល់យើងពួកគេអាចជួយយើងមើលឃើញទិដ្ឋភាពដែលយើងមិនអាចមើលឃើញដោយខ្លួនឯងហើយជួយយើងជៀសផុតពីកំហុសឆ្គងដែលពួកគេធ្លាប់ជួបប្រទះក្រៅពីនេះការបង្កើតបណ្ដាញទំនាក់ទំនង networking គឺជាការកសាងទំនាក់ទំនងជាមួយមនុស្សផ្សេងទៀតនៅក្នុងវិស័យរបស់យើងឬវិស័យពាក់ព័ន្ធបណ្ដាញទំនាក់ទំនងល្អអាចនាំមកនូវឱកាសការងារថ្មីភាពជាដៃគូអាជីវកម្មចំណេះដឹងថ្មីៗនិងការគាំទ្រផ្នែកសីលធម៌ឧទាហរណ៍ថាអ្នកទើបតែបំពេញការសិក្សាហើយចង់ចាប់ផ្ដើមអាជីពក្នុងវិស័យបច្ចេកវិទ្យាគ្មានអ្នកណែនាំនិងបណ្ដាញទំនាក់ទំនងក្នុងសង្គមពេលដាក់ពាក្យការងារតាមអ៊ីនធឺណិតមិនសូវមានគេហៅសម្ភាសនិងមិនដឹងថាត្រូវអភិវឌ្ឍជំនាញអ្វីបន្ថែមតើបើអ្នកមានអ្នកណែនាំ Desk និងបណ្ដាញទំនាក់ទំនងក្នុងសង្គមអ្នកណែនាំបានណែនាំអ្នកពីជំនាញណាដែលកំពុងមានតម្រូវការខ្ពស់កន្លែងណាដែលត្រូវស្វែងរកការងារល្អៗនិងរបៀបរៀបចំប្រវត្តិរូបសង្ខេបឲ្យមានប្រសិទ្ធភាពហើយតាមរយៈទំនាក់ទំនងក្នុងសង្គមអ្នកបានដឹងពីឱកាសការងារដែលមិនទាន់បានផ្សព្វផ្សាយជាសាធារណៈហើយក៏បានទទួលការណែនាំពីអ្នកផ្សេងទៀតផងដែរលទ្ធផលជាមួយនឹងការណែនាំពីអ្នកណែនាំនិងការគាំទ្រពីបណ្ដាញទំនាក់ទំនងរបស់អ្នកអាចស្វែងរកការងារដែលស័ក្តិសមបានលឿនជាងមុនហើយមានទិសដៅច្បាស់លាស់ក្នុងការអភិវឌ្ឍអាជីពរបស់អ្នក
សរុបសេចក្តីមកមេរៀនសំខាន់ៗទាំង6ពីសៀវភៅ Change Your Mindset to Achieve Success ដោយ Ale Ahainen នេះគឺជាគន្លឹះដ៏មានតម្លៃដែលបានគូសបញ្ជាក់យ៉ាងច្បាស់ពីសារៈសំខាន់នៃផ្នត់គំនិតជាគ្រឹះនៃភាពជោគជ័យភាពជោគជ័យមិនមែនគ្រាន់តែជាលទ្ធផលនៃសំណាងឬទេពកោសល្យពីកំណើតនោះទេប៉ុន្តែវាជាផ្លែផ្កានៃការខិតខំប្រឹងប្រែងការរៀនសូត្រជាប់លាប់និងការសម្របខ្លួនទៅនឹងឧបសគ្គនានាដែលទាំងអស់នេះសុទ្ធតែចាប់ផ្ដើមពីផ្នត់គំនិតត្រឹមត្រូវ